តាយ៉ាងម៉េចហើយកុំបារម្ភអីបើខ្ញុំជានុយហើយខ្ញុំនឹងចាប់គាត់ឲ្យបានបុរសនោះមិនមែនជាបុរសល្អអីទេគាត់ទៅងូតទឹកហើយខ្ញុំនឹងចេញទៅពេលនោះមិនអីទេខ្ញុំយល់ហើយដល់ពេលហើយដើម្បីបញ្ចប់រឿងនេះហួសហេតុពេកហើយគាត់ធ្លាប់នៅលីវជាយូរមកហើយគ្មាននរណាម្នាក់អាចទ្រាំនឹងស្រីស្អាតតែមករកពួកគេបានឡើយប៉ុន្តែការពិតបង្ហាញថាគាត់បរាជ័យការសាកល្បងរបស់ម៉ាក់ហើយអ្វីតើនេះអំពីអ្វីមានការរាយការណ៍ពីពេទ្យាចារ្យនៅទីនេះមកស្ថានីយប៉ូលីសជាមួយពួកយើងអ្វីពេទ្យាចារ្យទេអ្នកកំពុងលេងសើចជាមួយខ្ញុំមែនតើខ្ញុំមើលទៅដូចជាស្រីលក់ខ្លួនទេប្រធានក្រុមច្បាស់ណាស់អ្វីគ្មានមនុស្សទេសុំទោសកញ្ញាមកជាមួយយើងដើម្បីធ្វើបាយការអូខ្ញុំបានធ្វើអ្វីតើនេះនិយាយពីអ្វីរឿងទាំងអស់ត្រូវអរគុណឯងដែលឲ្យខ្ញុំសាកល្បងកញ្ចាស់សុំទាននោះឯងដឹងទេគាត់រាយការណ៍ខ្ញុំទៅប៉ូលីសថាខ្ញុំជាស្រីលក់ខ្លួនហេឯងនៅសើចទៀតខ្ញុំធ្វើវាសម្រាប់ប្រយោជន៍ឯងតើឯងនៅតែជាមិត្តល្អរបស់ខ្ញុំទេអូពណ៌ស៊ឺខ្ញុំសុំទោសកុំខឹងអីដូច្នេះអាហារមួយពេលនេះអូទុកថាជាការអង្វររបស់ខ្ញុំនឹងគាំទ្រឯងដល់ពេលនោះបន្ទាប់មកខ្ញុំនឹងហៅអូម៉ាក់ក្នុងករណីនេះតើឡាយធឺបានជាប់ការសាកល្បងហើយឬនៅយីម៉ាក់នេះជាឱកាសដ៏កំអរប្រញាប់ទៅឲ្យលឿនម៉ាក់បើមិនដូច្នេះទេប្រុសល្អម្នាក់នេះនឹងត្រូវគេដណ្ដើមទៅហើយឡាយធឺមកវិញហើយហេឡាយធឺមកទីនេះឲ្យលឿនអូហ្វូលេឡាយអាងមានរឿងអីតើនេះជាអ្នកណានេះជាប្អូនស្រីខ្ញុំឆ្នាំនេះនាងមានអាយុ55ឆ្នាំប្តីនាងស្លាប់កាលប៉ុន្មានឆ្នាំមុនខ្ញុំចង់សំគុំអ្នកទាំងពីរអូហ្វូលេឆ្នាំនេះខ្ញុំអាយុទើបតែ49ឆ្នាំប្អូនស្រីអ្នកអាយុ55ឆ្នាំចាស់ជាងខ្ញុំដល់6ឆ្នាំខ្ញុំថាយើងមិនសមគ្នាទេហេអ្នកបដិសេធខ្ញុំព្រោះតែខ្ញុំចាស់ឬឡាយធឺស្ត្រីចំណាស់មានហិរញ្ញវត្ថុល្អដោយនាងមានអាយុចាស់ជាង6ឆ្នាំនឹងហើយទើបនាងកំពុងរកលុយបានពិតប្រាកដឥឡូវនេះនាងមានប្រាក់សោធននិវត្តន៍ពី$3,000ក្នុងមួយខែកូននាងបានរៀបការអស់ហើយនាងនៅតែម្នាក់ឯងនាងពិតជាស័ក្តិសមសម្រាប់អ្នកជាការពិតឡាយធឺកាលៈទេសៈនេះធ្វើឲ្យអ្នកទាំងពីរពិតជាស័ក្តិសមគ្នាហ្វូលេឡាយអាងខ្ញុំអរគុណគំនិតនេះប៉ុន្តែពេលនេះខ្ញុំមិនមានគម្រោងរៀបការម្ដងទៀតទេខ្ញុំនៅម្នាក់ឯងបានមិនអីទេខ្ញុំមានប្រាក់សោធនច្រើនខ្ញុំអាចរើសយកយុវជនសង្ហាឯងឃើញថាខ្ញុំចាស់មែនមើលឯងវិញទៅតើឯងមិនអីទេឬអូឡាយធឺខ្ញុំមិនមានន័យប្រមាថទេប៉ុន្តែមើលឯងចុះឯងត្រូវបណ្ដេញចេញដោយកូនឯងប្រសិនបើមិនមែនដោយសារខ្ញុំនឹងឡាយអាងតែនាំឯងមកក្នុងពេលនោះឯងទំនងជាកំពុងដេកនៅតាមផ្លូវតើឯងគិតថាឯងល្អណាស់មែនទេឯងគួរតែក្រឡេកមើលកញ្ចក់ហើយកុំធ្វើអបដញ្ញោនៅទីនេះហើយបដិសេធគ្រប់យ៉ាងធ្វើអំពើល្អបែរជាទទួលបានទោសចាប់ពីពេលនេះទៅកុំនៅផ្ទះខ្ញុំទីរកកន្លែងស្នាក់នៅដោយខ្លួនឯងទៅកុំនិយាយអញ្ចឹងឡាយធឺបានជួយយើងច្រើនណាស់កាលពីមុននោះគឺជារឿងពីមុនឥឡូវខុសគ្នាតែខ្ញុំអនុញ្ញាតឲ្យគាត់ស្នាក់នៅប្រសើរណាស់ទៅហើយដោយឥតគិតថ្លៃពីរបីថ្ងៃដោយមិនសុំឲ្យគាត់ជួលទេហ្វូលេអ្នកនាងយីហ្វឹងតើអ្វីនាំអ្នកនាងមកទីនេះចូលក្នុងឡានតើយើងទៅណាខ្ញុំនឹងជួយលោកការប្រៀបធៀបមួយនេះពិតជាត្រូវស៊ូទ្រាំបន្តិចហើយតើយើងទៅណាឲ្យប្រាកដសាលាក្រុងសូមមើលកាមេរ៉ា3 2 1
តើយើងទើបតែរៀបការមែនទេលោកបានសង្គ្រោះជីវិតខសៃនាងគោរពលោកនិងចូលចិត្តលោកនាងមិនដែលមានឪពុកទេខ្ញុំមិនចង់ឲ្យនាងខកចិត្តទេដូច្នេះខ្ញុំយល់ខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាលឿនបន្តិចតើយើងគួរចំណាយពេលខ្លះដើម្បីស្គាល់គ្នាសិនឬអត់ខ្ញុំមិនចំណាយពេលឲ្យលើស10នាទីដើម្បីពិចារណាកិច្ចសន្យាដែលមានតម្លៃរាប់សិបលានប៉ុន្តែការរៀបការរបស់យើងខ្ញុំចំណាយពេលមួយយប់ដើម្បីពិចារណាខ្ញុំយល់អ្នកណាខ្លះគិតថាខ្ញុំនឹងរៀបការម្ដងទៀតនៅអាយុស្របាលខ្ញុំទៅខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ខ្ញុំធ្វើដូច្នេះដើម្បីឲ្យខឺសៃមានគ្រួសារពេញលេញខ្ញុំខ្លាចថាវាពិបាកសម្រាប់យើងក្នុងការអភិវឌ្ឍអារម្មណ៍ពិតចំពោះគ្នាទៅវិញទៅមកមិនអីទេខ្ញុំយល់ហើយលោកខ្លាចជាតែកុងឡានខ្ញុំចាប់ពីពេលនេះទៅមិនចាំបាច់សម្អាតផ្លូវទៀតទេចឹងក៏បានលោកធីងមកពីតាធីងគ្រប់មិនអីទេខ្ញុំនឹងដោះស្រាយតើមានអ្វីកើតឡើងខួបកំណើតទី60អតិថិជនធំគឺថ្ងៃនេះខ្ញុំត្រូវទៅជូនអំណោយគាត់ចាំខ្ញុំនៅទីនេះហេយីហ្វឹងទីបំផុតអ្នកមកដល់ហើយខ្ញុំនឹកអ្នកណាស់យីហ្វឹងទីបំផុតអ្នកមកដល់ហើយខ្ញុំនឹកអ្នកណាស់លោកមូអ៊ឺកុំហៅឈ្មោះខ្ញុំចំចំពេកពួកយើងមិនមានអ្វីជិតស្និទ្ធទេកុំធ្វើដូចយើងធ្លាប់ស្គាល់គ្នាប្រសើរណាស់មើលថាតើនរណានៅទីនេះហាហាហាតើនេះមិនមែនជាសហគ្រិនដ៏ពូកែរបស់យើងអ្នកនាងយីហ្វឹងមែនទេសូមអបអរសាទរលោកតាធីងក្នុងវ័យ60ឆ្នាំសូមជូនពរឲ្យអ្នកមានសេចក្តីអំណរភាពចម្រុងចម្រើននិងសម្រេចបាននៅឆ្នាំខាងមុខខ្ញុំបានយកជាពិសេសគំនូរទេសភាពរបស់ស៊ីអាវទូជាអំណោយសម្រាប់អ្នកពិតមែនឬវាពិតជាសុបិនរបស់ខ្ញុំដើម្បីធ្វើជាម្ចាស់គំនូរស៊េរីស៊ីអាវទូហាហាខ្ញុំមិននឹកស្មានថាអ្នកស្រីយីហ្វឹងនឹងយកវាជាអំណោយសោះខ្ញុំរីករាយដែលអ្នកចូលចិត្តអស្ចារ្យនេះជាគំនូរពិតប្រាកដវាជាស្នាដៃល្អដាច់គេអរគុណលោកស្រីយីហ្វឹងសម្រាប់អំណោយដ៏សប្បុរសនេះហាហាហាកិច្ចសហប្រតិបត្តិការដែលយើងពិភាក្សាការលើកមុនបន្ទាប់ពីប្រារព្ធពិធីថ្ងៃនេះយើងអាចបញ្ចប់កិច្ចសន្យាអរគុណលោកតាធីងចាំបន្តិចលោកធីងខ្ញុំតែងតែចាប់អារម្មណ៍ស៊េរីស៊ីអាវទូខ្ញុំក៏ធ្លាប់បានសិក្សាពីពួកគេខ្លះដែរតើខ្ញុំអាចមើលឲ្យកាន់តែជិតបានទេពិតណាស់វិនិច្ឆ័យវាទាំងអស់គ្នាហាមានអ្វីមួយមិនប្រក្រតីតើមានរឿងអ្វីស៊េរីស៊ីអាវទូនេះប្រហែលคล้ายៗហើយវាคล้ายៗតើពិតទេស្ដាប់ខ្ញុំយើងឃើញថាស្នាមប្រេះនៅទីនេះលេចឡើងរសាត់បន្តិចពណ៌មិនត្រូវគ្នានឹងក្រដាសទាំងមូលទេនេះនឹងមិនមើលទៅដូចនេះទេប្រសិនបើវាជាភាពចាស់តាមធម្មជាតិនោះមានន័យថាគំនូរនេះគឺคล้ายៗទោះមើលទៅដូចពិតយ៉ាងណាក្តីคล้ายៗនៅតែជាคล้ายៗតើអាចទៅរួចដោយរបៀបណាខ្ញុំចំណាយ3លានដើម្បីបានរបស់នេះទោះជា3លានក៏នៅតែคล้ายៗបើមិនជឿខ្ញុំយើងអាចសួរលោកមូថូបានសម្រាប់គំនិតគាត់តាំងពីគាត់មកដល់ទីនេះលោកមូថូតើអ្នកឮខ្ញុំទេមានរឿងអីតើអ្នកអាចមើលថាតើគំនូរនេះคล้ายៗឬអត់សិល្បៈហត្ថកម្មនេះគឺដូចគ្នាបេះបិទទៅនឹងវត្ថុពិតប៉ុន្តែវាពិតជាคล้ายៗស្អីអូទេយីហ្វឹងមានបញ្ហាហើយខ្ញុំនៅងុយគេងខ្ញុំសុំគេងបន្តិចទៀតយីហ្វឹងតើនេះមានន័យយ៉ាងម៉េចតើអ្នកកំពុងព្យាយាមបន្លំដៃគូអាជីវកម្មយូរអង្វែងរបស់អ្នកជាមួយនឹងគំនូរคล้ายៗឬលើសពីនេះទៅទៀតក្នុងថ្ងៃខួបគម្រប់60ឆ្នាំរបស់ខ្ញុំតើជារបៀបដែលអ្នកផ្ដោះកិត្តិយសថ្ងៃខួបរបស់ខ្ញុំឬលោកតាធីងអនុញ្ញាតខ្ញុំទូរស័ព្ទទៅលេខារបស់ខ្ញុំដើម្បីបញ្ជាក់ពីរឿងនេះហឺយីហ្វឹងខ្ញុំបានតាមរកអ្នកប៉ុន្តែអ្នកតែងតែនៅឆ្ងាយខ្ញុំបានសូកលេខារបស់អ្នកដោយសម្ងាត់ហើយបដូរគំនូរតោះមើលបៀបដែលអ្នកដោះស្រាយថ្ងៃនេះទេសួរក៏គ្មានប្រយោជន៍ដែរផុសតាំងគឺនៅទីនេះតើការហៅទូរស័ព្ទអាចប្រែคล้ายៗទៅជាការពិតបានទេខ្ញុំមិនមានន័យអញ្ចឹងទេលោកតាធីងខ្ញុំក៏ត្រូវគេបោកប្រាស់ដែរផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំអាចគិតវាឡើងវិញដើម្បីអ្នកបានគិតវាឡើងវិញតើអ្នកពិតជាអាចសងចំពោះការខកចិត្តរបស់ខ្ញុំបានទេយេហ៊ានអ្នកស្រីយីហ្វឹងបានឆ្លងបន្ទាត់ហើយនាងពិតជាគិតថាអ្នកចាស់ហើយខ្វាក់ទៀតហេ
ខ្ញុំមិនមានន័យអញ្ចឹងទេទៀតហើយលោកធីងខ្ញុំមិនគិតថាលោកស្រីយីវឹងមានបំណងធ្វើបែបនេះទេយើងបំភ្លេចវាទៅខ្ញុំគិតថានាងធ្វើវាដោយចេតនាគ្រប់គ្រាន់ហើយ